ឡើងមកនិយាយអំពីរឿងដែលមានចម្រើនជាងថាព្រះនាងចម្ប៉ាថោកកាលពីព្រះនាងមានបុត្រីក្រមវិញមួយអង្គព្រះនាងចម្ប៉ាថោកវេលាថ្ងៃមួយព្រះនាងបានថ្វាយបង្គំសូមព្រះមេដាបិតាទៅប្រសារឯស្ទឹងធំមួយជាមួយនឹងពួកភីលៀងស្រីស្នំពេលកំពុងតែស្រង់ទឹកស្ទឹងយ៉ាងសពព្រះតីក្រៃលែងជាមួយនឹងពួកភីលៀងស្រាប់តែព្រះនាងតតឃើញពងក្រពើមួយនឹងឆ្មាសម្ពុល3មួយនៅមាត់ច្រាំងចិត្តនោះព្រះនាងចម្ប៉ាថោកក៏នាំយកឆ្មាសម្ពុល3និងពងក្រពើមកព្រះរាជវាំងហើយទូលថ្វាយព្រះមេដាបិតាដើម្បីទ្រង់ជ្រាបព្រះបិតាព្រះនាងបានកោះហៅមន្ត្រីចាស់ទុំមកពិនិត្យមើលដឹងថាជាពងក្រពើពិតប្រាកដក៏បញ្ជាឲ្យគេយកពងក្រពើនោះទៅបោះចោលអនុញ្ញាតឲ្យទុកតែឆ្មាសម្ពុល3តែប៉ុណ្ណោះប៉ុន្តែព្រះនាងចម្ប៉ាថោកបានសូមអង្វរព្រះបិតាសូមទុកឲ្យពងក្រពើញាស់សិនទើបចាំយកទៅបោះចោលដើម្បីកុំឲ្យមានការពារនោះដល់ពេលពងក្រពើញាស់រួចព្រះនាងចម្ប៉ាថោកក៏យល់ព្រមឲ្យគេយកពងក្រពើនោះទៅលែងចោលនៅឯបឹងធំមួយលុះពងក្រពើនោះធំឡើងគឺជាក្រពើដែលកាចសាហាវបំផុតហើយតែងតែស៊ីអ្នកស្រុកធ្វើជាចំណីនាថ្ងៃមួយមានអ្នកនេសាទម្នាក់បានធ្វើដំណើរមកដល់ទីនេះតែនៅពេលដែលឃើញទឹកខុសប្លែកពីធម្មតាអ្នកនេសាទក៏បានគិតនៅក្នុងចិត្តថាអាយ៉ាចម្លែកណាស់ហេតុអ្វីក៏បឹងស្ងប់ស្ងាត់ខ្លាំងម្ល៉េះសូម្បីតែត្រីមួយក្បាលក៏មិនមានដូចជាមិនសូវស្រួលទេត្រូវតែប្រញាប់ចាកចេញពីទីនេះពេលអ្នកនេសាទបំរុងចាកចេញក៏ស្រាប់តែមានរលកដឹកធ្វើឲ្យទូករំកិលខ្លាំងឡើងពេលនោះដែរមានក្រពើធំមួយលេចមុខមកដោយឃើញគ្រាអាសន្នបែបនេះអ្នកស្រុកម្នាក់នោះក៏ប្រឹងហែលផងស្រែកផងរហូតដល់មាត់ច្រាំងរំពេចនោះក្រពើបានហែលមកដល់លើច្រាំងហើយប្រែក្រឡាខ្លួនជាមនុស្សឈរនៅចំពោះមុខអ្នកនេសាទต้องទាំងសួរបញ្ជាទៅអ្នកនេសាទថាបើឯងចង់រស់ឯងត្រូវតែធ្វើរឿងមួយឲ្យយើងឯងទូលព្រះនាងចម្ប៉ាថោកយាងមកប្រពោលខ្លួនឲ្យយើងស៊ីធ្វើជាចំណីទើបយើងឈប់ស៊ីអ្នកស្រុកពួកអ្នកស្រុកជាប្រជារាស្ត្រក៏នាំគ្នាទៅទូលមហាក្សត្រព្រះនាងចម្ប៉ាថោកដឹងរឿងនេះក៏ទូលព្រះបិតាសុខចិត្តប្រពោលខ្លួនឲ្យក្រពើស៊ីជាចំណីដើម្បីកុំឲ្យក្រពើយាយីដល់ប្រជារាស្ត្រទៀតព្រះនាងចម្ប៉ាថោកបានអោបឆ្មាអង្គុយលើក្បួនមួយបណ្ដែតលើទឹកប្រពោលខ្លួនឲ្យក្រពើស៊ីជាចំណី4បណ្ដែតឆ្ងាយឡើងរហូតដល់ទីជម្រករបស់សត្វក្រពើពេលក្រពើពេលដែលឃើញព្រះនាងបណ្ដែតមកដល់ទីជម្រករបស់ខ្លួនយ៉ាងដូច្នោះក៏ហែសំដៅមកហើយហាមាត់បំរុងនឹងត្របាក់ព្រះនាងស្រាប់តែមានទេវតាមួយអង្គបានមកជប់ឲ្យក្រពើរលាយបាត់ទៅសម្ពុល3ក៏ប្រែក្រឡាខ្លួនជាស្រីក្រមុំឈ្មោះម្នាក់ឈ្មោះនាងវិឡានិងព្រះនាងចម្ប៉ាថោកក៏នាំគ្នាឡើងមកលើគោកដើម្បីធ្វើដំណើរមកនគរវិញពេលនោះមានយក្សមួយបានចាប់ព្រះនាងចម្ប៉ាថោកនិងនាងវិឡាមកចិញ្ចឹមធ្វើជាបុត្រនៅឯនគរយក្សថ្ងៃមួយព្រះនាងចម្ប៉ាថោកនិងនាងវិឡាបានសុំយក្សដែលជាបិតាចិញ្ចឹមទៅក្រសាព្រៃពេលនោះក៏ជួបនឹងបុត្រស្ដេចមួយអង្គទៀតព្រះនាងជ័យចេតកើតចិត្តប្រតិព័ទ្ធគ្នាហើយដោយការអង្វររបស់ព្រះអង្គជ័យចេតព្រះនាងក៏ព្រមតាមពាក្យ
របស់ព្រះអង្គជ័យជេតហើយមានបន្ទូលឲ្យព្រះអង្គជ័យជេតរៀបបណ្ដាការតាមប្រពៃណី